ក្មេងស្រីបានចូលទៅលេងនៅក្នុងទូដែកដោយចៃដន្យភ្លាមនោះទូដែកនោះក៏បានបិទភ្លាមបណ្ដាលឲ្យក្មេងស្រីជាប់នៅក្នុងនោះដោយសារតែការភ័យខ្លាចក្មេងស្រីក៏បានស្រែកយំយ៉ាងខ្លាំងធ្វើឲ្យប៉ារបស់នាងដែលកំពុងតែចម្អិនអាហារនៅផ្ទះបាយបានឮហើយប្រញាប់វាយលេខសម្ងាត់ដើម្បីបើកទ្វារជួយកូនស្រីតែជារឿងចម្លែកគេបែរជាវាយលេខសម្ងាត់នោះមិនត្រូវសោះបុរសនោះព្យាយាមវាយលេខដែលជាច្រើនដងតែគេនៅតែមិនអាចបើកទ្វារទូនោះបានធ្វើឲ្យគេនឹកឃើញថាប្រហែលជាប្រពន្ធរបស់គេលួចដូរលេខសម្ងាត់ជាមិនខានក្មេងស្រីក៏បានស្រែកយំកាន់តែខ្លាំងបុរសនោះក៏បានប្រញាប់ទាញទូរស័ព្ទទុកខទៅរកប្រពន្ធរបស់គេដើម្បីសួររកលេខសម្ងាត់នោះភ្លាមតែគេបែរជាបានឮសំឡេងមនុស្សប្រុសចម្លែកម្នាក់ជាអ្នកនិយាយទូរស័ព្ទរបស់ប្រពន្ធទៅវិញតែដោយសារគ្មានពេលដេញដោលសួរពីរឿងនោះព្រោះខ្លាចកូនស្រីមានគ្រោះថ្នាក់បុរសជាប្តីគ្រាន់តែចង់ជួបប្រពន្ធរបស់គេដើម្បីសួររកលេខសម្ងាត់របស់ទូនោះប៉ុណ្ណោះតែបុរសនោះក៏បានព្យាយាមនិយាយអំពីទំនាក់ទំនងរបស់គេជាមួយស្ត្រីជាប្រពន្ធទៅវិញបុរសជាប្តីមិនបានខ្វល់ព្រោះគេមិនដែលធ្លាប់គិតថាស្ត្រីជាប្រពន្ធលួចក្បត់គេនោះទេភ្លាមនោះស្ត្រីជាប្រពន្ធក៏បានដើរមកហើយបុរសនោះក៏បានបង្ហាញថាប្តីរបស់នាងបានកំពុងខលមកស្ត្រីនោះក៏បានទាញយកទូរស័ព្ទយកមកនិយាយទាំងមិនសប្បាយចិត្តសោះពេលនោះប្តីរបស់នាងក៏បានសួររកលេខសម្ងាត់របស់ទូនោះដើម្បីយកកូនរបស់ពួកគេចេញតែស្ត្រីជាប្រពន្ធបែរជាគិតថាប្តីរបស់នាងមានគំនិតចង់លួចរបស់ដែលនៅក្នុងទូនោះទៅវិញហើយនាងក៏បដិសេធមិនព្រមឲ្យលេខសម្ងាត់ទៅបុរសជាប្តីឡើយរួមទាំងចុចបិទទូរស័ព្ទភ្លាមតែម្ដងក្មេងស្រីក៏បានយំកាន់តែខ្លាំងពេលនោះបុរសជាប្តីបានព្យាយាមនិយាយលួងលោមនាងកុំឲ្យភ័យខ្លាចហើយគេក៏ខលហៅក្រុមជំនួយសង្គ្រោះដើម្បីឲ្យជួយបន្តិចក្រោយមកក្រុមជំនួយសង្គ្រោះក៏បានមកដល់ពួកគេសង្កេតឃើញថាទូនោះគឺជាទូដែលគ្រប់គ្រងដោយប្រព័ន្ធទំនើបហើយពិបាកក្នុងការបំបែកជាខ្លាំងពួកគេក៏បានព្យាយាមប្រើនៅគ្រប់វិធីដើម្បីបំបែកទូនោះតែនៅតែបំបែកវាមិនបានបុរសជាប្តីមានចិត្តចត់ទៅចុចលេខសម្ងាត់ជាថ្មីម្ដងទៀតតែក្រុមសង្គ្រោះបានហាមឃាត់គេហើយនឹងនិយាយព្រមានថាបើសិនជាគេចុចលេខសម្ងាត់នោះខុសម្ដងទៀតនោះទូសុវត្ថិភាពនឹងផ្ដាច់ប្រព័ន្ធទាំងអស់ជាមិនខានដោយគ្មានមធ្យោបាយបុរសនោះក៏បានធ្វើការខលទៅកាន់ស្ត្រីជាប្រពន្ធម្ដងទៀតតែនាងគឺរវល់តែហាត់យូហ្គាជាមួយដៃគូដោយមិនខ្វល់ពីសំឡេងរោរបស់ទូរស័ព្ទនោះឡើយដោយអស់ជំរឿបុរសជាប្តីក៏បានរត់ចេញទៅតាមរកប្រពន្ធរបស់គេហើយគេនឹងតាក់ទងមកកាន់ក្រុមជួយសង្គ្រោះវិញនៅពេលដែលគេទទួលបានលេខសម្ងាត់នោះហើយនៅពេលនេះក្មេងស្រីស្ទើរតែអស់ខ្យល់ដកដង្ហើមទៅហើយបុរសជាប្តីបានមកដល់កន្លែងដែលប្រពន្ធរបស់គេហាត់យូហ្គាគេក៏បានឃើញស្ត្រីជាប្រពន្ធកំពុងតែស្និទ្ធស្នាលជាមួយគ្រូបង្វឹកនិងជាបុរសដែលលើកទូរស័ព្ទរបស់នាងទៅវិញធ្វើឲ្យគេមានអារម្មណ៍ថាខឹងជាខ្លាំងតែដោយសារតែរវល់គិតពីអាយុជីវិតរបស់កូនស្រីគេមិនចង់ដេញដោលពីរឿងនោះទេគឺគេគ្រាន់សុំឲ្យនាងជួយបើកទូសុវត្ថិភាពដើម្បីជួយកូនស្រីប៉ុណ្ណោះពេលនោះបុរសដែលជាគ្រូបង្វឹកក៏បាននិយាយចោទប្រកាន់បុរសជាប្តីថាបានរៀបគម្រោងការចង់បានលេខសម្ងាត់ទូទៅវិញធ្វើឲ្យស្ត្រីជាប្រពន្ធបានខឹងជាខ្លាំងហើយមិនព្រមបើកលេខសម្ងាត់នោះទេហើយនាងនឹងមិនត្រឡប់ទៅជាមួយគេវិញជាដាច់ខាតទោះជាមានរឿងអ្វីក៏ដោយហើយនាងព្រមទាំងគម្រាមថានឹងលែងលះជាមួយបុរសជាប្តីទៀតផងពេលនោះក្មេងស្រីក៏កាន់តែខ្សោយទៅហើយក្រុមជួយសង្គ្រោះក៏បានផ្ញើសារទៅកាន់បុរសជាប្តីថាតើគេបានទទួលលេខសម្ងាត់ហើយឬនៅព្រោះអុកស៊ីសែននៅក្នុងទូគឺចិត្តអស់ទៅហើយបើសិនជាពេលនេះពួកគេមិនទាន់បើកវាទៀតនោះរឿងអាក្រក់នឹងអាចកើតឡើងចំពោះក្មេងស្រីដោយនឹកស្មានមិនដល់ជាមិនខានស្ត្រីជាប្រពន្ធបានឃើញសារនោះហើយនាងនៅតែគិតថាបុរសជាប្តីបានជួលមនុស្សមកសម្ដែងដើម្បីជាការបោកបញ្ឆោតនាងប៉ុណ្ណោះនាងក៏បានព្យាយាមដេញបុរសជាប្តីចេញតែពេលនោះក្រុមជួយសង្គ្រោះក៏បានផ្ញើសារជាសម្លេងមកម្ដងទៀតថាក្មេងស្រីគឺមិនអាចទ្រាំបានទៅទៀតនោះទេបុរសដែលជាគ្រូបង្វឹកនោះបានព្យាយាមនិយាយកាត់ថាគ្រប់យ៉ាងគឺជាការសម្ដែងរបស់មនុស្សដែលប្តីរបស់នាងជួលមកនោះទេកុំជឿពួកគេអីស្ត្រីជាប្រពន្ធក៏ស្ដាប់តាមសម្ដីរបស់បុរសនោះហើយនិយាយទៅកាន់ប្តីរបស់នាងថានាងគ្មានថ្ងៃឲ្យលេខសម្ងាត់នោះទៅបុរសជាប្តីឡើយដោយអស់មធ្យោបាយក្នុងការនិយាយជាមួយស្ត្រីជាប្រពន្ធបុរសជាប្តីក៏បានទូរស័ព្ទទៅកាន់ក្រុមសង្គ្រោះឲ្យយកទូនោះមកកាន់កន្លែងរបស់ពួកគេពេលក្រុមសង្គ្រោះបានមកដល់លៀមស្ត្រីជាប្រពន្ធហាក់មានការហួចចិត្តព្រោះតែនាងគិតថាដោយសារតែចង់បានលុយនៅក្នុងទូនោះប្តីរបស់នាងបែរជាជួលមនុស្សមកសម្ដែងច្រើនដល់ថ្នាក់នឹងឃើញដូចនោះអ្នកសង្គ្រោះម្នាក់ក៏បានបង្ហាញកាតដែលជាអត្តសញ្ញាណពិតរបស់ពួកគេទៅកាន់ស្ត្រីជាប្រពន្ធតែត្រូវបានបុរសកំណានរបស់នាងទាញយកកាតនោះភ្លាមហើយនិយាយថាកាតនោះគឺជាកាតคล้ายៗតែដោយឃើញបុរសជាប្តីប្រឹងអង្វរខ្លាំងពេកស្ត្រីជាប្រពន្ធក៏បានសម្រេចដើរទៅចុចបើកលេខសម្ងាត់នោះពេលដែលនាងចុចលេខសម្ងាត់ហើយទូនោះនៅតែមិនអាចបើកបានដដែលព្រោះតែលេខដែលនាងវីនោះមិនត្រឹមត្រូវទេដោយសារនាងក៏បានភ្លេចលេខសម្ងាត់នោះដែរក្រឡេកមកមើលអុកស៊ីសែននៅក្នុងទូចាប់ផ្ដើមអស់បុរសជាប្តីហាក់មានការអស់សង្ឃឹមជាខ្លាំងហើយគេក៏បានលុតជង្គង់ទៅលើឥដ្ឋនិងព្យាយាមអង្វរក្រុមជួយសង្គ្រោះឲ្យធ្វើយ៉ាងណាជួយកូនស្រីរបស់គេផងតែក្រុមជួយសង្គ្រោះគឺគ្មានមធ្យោបាយអ្វីនោះទេពេលនោះបុរសជាប្តីបាននឹកឃើញថាពួកគេអាចបដូរលេខសម្ងាត់ថ្មីបានបើសិនជាពួកគេអាចឆ្លើយសំណួរសុវត្ថិភាពដែលបានដាក់នៅលើទូនោះត្រូវនឹកឃើញភ្លាមបុរសជាប្តីក៏បានអង្វរស្ត្រីជាប្រពន្ធឲ្យធ្វើរឿងនោះភ្លាមតែបុរសអាក្រក់របស់នាងក៏បានព្យាយាមហាមនាងមិនឲ្យបើកវានោះទេក្មេងស្រីដែលនៅក្នុងទូក៏បានដឹងខ្លួនហើយស្រែកយំធ្វើឲ្យស្ត្រីជាប្រពន្ធបានឮហើយមានចិត្តចង់ទៅបើកទូនោះ
តែបុរសកំណានរបស់នាងបាននិយាយថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់កូនស្រីនាងចឹងពេលនេះក្មេងស្រីនោះគូតែនៅសន្តាគារជាមួយយាយដារបស់គេធ្វើមិននាងនឹងអាចស្ថិតនៅក្នុងទូនេះកើតទៅចឹងសំឡេងនេះគឺច្បាស់ជាសំឡេងคล้ายៗមិនខានកុំចាញ់បោកគេអីស្ត្រីជាប្រពន្ធក៏បានជឿសម្ដីរបស់បុរសនោះទៀតនាងក៏បានស្ដីបន្ទោសឲ្យបុរសជាប្តីថាព្យាយាមកុហកនាងសាជាថ្មីម្ដងទៀតដើម្បីបញ្ជាក់ពីការពិតបុរសជាប្តីបានឲ្យនាងខលទៅរកប៉ាម៉ាក់របស់នាងដើម្បីសួរឲ្យដឹងការពិតស្ត្រីជាប្រពន្ធក៏បានទាញទូរស័ព្ទមកបំរុងនឹងចុចតែបុរសអាក្រក់នោះបានទាញទូរស័ព្ទចេញពីដៃរបស់នាងដើម្បីធ្វើការរ៉ារ៉ាំងនាងទៀតបុរសជាប្តីឃើញដូចនោះគេទប់កំហឹងមិនបានគេក៏បានវាយទៅលើបុរសអាក្រក់នោះមួយដៃដែលធ្វើឲ្យស្ត្រីជាប្រពន្ធខឹងនឹងរូបគេកាន់តែខ្លាំងហើយនិយាយទៅកាន់បុរសជាប្តីថាគេត្រូវតែលុតជង្គង់សំទោសបុរសកំណានរបស់នាងភ្លាមបើមិនដូចនោះទេនាងនឹងមិនព្រមបើកទូនោះជាដាច់ខាតដោយឃើញអុកស៊ីសែននៅក្នុងទូបានអស់ទៅហើយបុរសជាប្តីក៏បានធ្វើនៅអ្វីដែលនាងនិយាយដោយលុតជង្គង់សំទោសបុរសនោះភ្លាមនិងនិយាយអង្វរទៅកាន់ស្ត្រីជាប្រពន្ធឲ្យនាងជួយបើកទូនោះស្ត្រីជាប្រពន្ធក៏បានយល់ព្រមដោយដាក់លេខកូដថ្មីជាថ្ងៃខែកំណើតរបស់កូនស្រីហើយប្រាប់ឲ្យបុរសជាប្តីបើកទ្វារនោះតែពេលបុរសនោះបើកទូភ្លាមស្ត្រីជាប្រពន្ធក៏បានឃើញនៅរឿងដែលនឹកស្មានមិនដល់